ចាស់ជ្រាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំសូមជូនคลิปវីដេអូខ្លីពីការរៀបចំផ្លាស់ប្ដូរជំនាញផ្ទះចាស់និងការលើកព្យួរខ្លាពំដាវជាលំនាំនៅក្នុងថ្នាក់រៀនកូនទន្សាយបេតងដែលសកម្មភាពនេះធ្វើឡើងដោយផ្ទាល់របស់លោកគ្រូនាងខ្ញុំនៅក្នុងคลิปវីដេអូនេះបងប្អូនអាចមើលទៅលើសកម្មភាពនៃការរៀបចំជំនាញផ្ទះខ្លះៗបានដោយខ្លួនឯងបើសិនជាបងប្អូនអត់មានគ្រូសម្រាប់រៀបចំជូនបងប្អូនទេគឺបងប្អូនអាចធ្វើទៅតាមលំនាំឬអ្វីដែលបងប្អូនបានឃើញអញ្ចឹងសម្រាប់ជំនាញផ្ទះនៅពេលដែលយើងដាក់គឺយើងត្រូវការមានជញ្ជាំងរឹងមាំផ្អែកពីក្រោយតែនៅក្នុងរូបភាពនេះបងប្អូនឃើញការតាំងជំនាញផ្ទះគឺมันមានជញ្ជាំងនៅពីក្រោយទេប៉ុន្តែគឺយើងផ្សារជាជញ្ជាំងដែកដើម្បីទប់ពីក្រោយប៉ុន្តែជញ្ជាំងដែកនេះហាក់ដូចជាខុសខ្នាតតូចបន្តិចអញ្ចឹងវាអាស្រ័យទៅលើភាពជាក់ស្ដែងយើងមិនអាចរកទីតាំងឲ្យសមគួរជាងនេះបានការរៀបជំនាញផ្ទះបងប្អូនអាចធ្វើបានបែបខ្មែរឬបែបបលាយកាត់ប៉ុន្តែនេះគឺបែបបលាយកាត់បងប្អូនទាំងអស់គ្នាសម្រាប់ផ្ទះបងប្អូនដែលបងប្អូនបើកការរស៊ីនៅផ្ទះគឺបងប្អូនអាចប្រើរូបលោកតាលៀបនិងលោកតាម្ចាស់ស្រុកប៉ុន្តែបើសិនជាផ្ទះបងប្អូនជាផ្ទះនៅបងប្អូនអាចប្រើរូបសំណាក់របស់លោកតានិងលោកយាយប៉ុន្តែបងប្អូនភាគច្រើនផ្ទះរបស់គាត់រស់នៅក៏គាត់រៀបជារូបសំណាក់លោកតាលៀបនិងលោកតាម្ចាស់ស្រុកដែរសួរថាខុសអត់ខុសឆ្គងអីទេបងប្អូនអាចរៀបបានតែបន្ទាប់ពីបងប្អូនបានឃើញវីដេអូរបស់នាងខ្ញុំហើយបងប្អូនលើកក្រោយទៀតគឺបងប្អូនអាចធ្វើទៅតាមក្បួនខ្នាតបកមកនិយាយអំពីទំហំជំនាញផ្ទះបងប្អូនត្រូវមើលទៅតាមទំហំផ្ទះរបស់បងប្អូនផ្ទះបងប្អូនទំហំប៉ុណ្ណាដែលយើងអាចយកជំនាញផ្ទះទំហំតូចទំហំកណ្ដាលឬទំហំធំចំណែកឯរូបសំណាក់របស់លោកតាលោកយាយឬមួយក៏លោកតាលៀបលោកតាម្ចាស់ស្រុកគឺយើងត្រូវមើលទៅតាមទំហំនៃជំនាញផ្ទះដែរហើយការរៀបជំនាញផ្ទះគឺយើងត្រូវប្រើប្រាស់ពែងចំនួន10ពែង5គឺបងប្អូនទុកសម្រាប់ដាក់ទឹកឯពែង5ទៀតគឺយើងប្រើសម្រាប់ដាក់តែគឺជាតែស្ងួតចូលមកដល់ការរៀបចំកំប៉ុងជើងធូបសម្រាប់ជំនាញផ្ទះគឺយើងប្រើកំប៉ុងជើងធូបដែលមានត្រចៀកហើយសម្រាប់ការរៀបចំនៅលើជំនាញផ្ទះនេះបងប្អូនចង់រៀបចំបន្ថែមមានក្រដាសប្រាក់មានដុំមាសដុំប្រាក់ត្បូងភីសៀវគីង្គក់ពណ៌ប្រាក់ឬមួយក៏អ្វីផ្សេងទៀតគឺអាស្រ័យទៅលើលទ្ធភាពសមត្ថភាពនិងការស្រឡាញ់ពេញចិត្តរបស់បងប្អូនប៉ុន្តែផ្ដាំផ្ញើបើសិនជាជំនាញផ្ទះមានទំហំតូចកុំឲ្យរៀបចំស្កេសគឺនាំឲ្យបាំងមុខជំនាញផ្ទះអញ្ចឹងបងប្អូនមើលទៅលើទំហំផ្ទះយើងមើលទៅលើទំហំជំនាញផ្ទះផងដែរមុននឹងយើងរៀបចំបន្ថែមនៅវត្ថុផ្សេងទៀតអ្វីដែលចាំបាច់នៅក្នុងការរៀបជំនាញផ្ទះគឺមានតែកំប៉ុងជើងធូបគឺមានតែរូបសំណាក់តួអង្គ2អង្គមានពែង10ពែងហើយបងប្អូនអាចមានជាថូផ្កាសម្រាប់ដាក់តាំងមួយថូហើយការរៀបចំកំប៉ុងជើងធូបបងប្អូនអាចប្រើត្រឹមតែផេះធម្មជាតិដែលបងប្អូនដុតរែងឲ្យបានស្អាតឬមួយក៏បងប្អូនអាចលាយទៅតាមគ្រូហ្វុងស៊ុយនាពេលបច្ចុប្បន្នមានត្បូងដី5ពណ៌កំតិចមាសអាស្រ័យលើបងប្អូនមានជំនឿហើយនឹងស្វ័យចិត្តតែបើចំនួនពីដើមឡើយការរៀបកំប៉ុងជើងធូបគឺមានតែផេះដែលយើងរែងឲ្យសល់តែធូលីល្អិតម៉ត់គឺត្រូវក្បួនខ្នាតឥតខ្ចោះហើយនៅក្រោមកំប៉ុងជើងធូបយើងមានដាក់ទ្រាប់ជាក្រដាសតួគីមស្ដាងល្មមទៅបានហើយនឹងចូលដល់ការរៀបចំកម្មវិធីសែនលោកតាជំនាញផ្ទះនេះនាងខ្ញុំជម្រាបបងប្អូនសម្រាប់ការធ្វើពិធីនេះទៅតាមលទ្ធភាពតិចតួចស្ដាងឬមួយក៏បងប្អូនមានលទ្ធភាពធំដុំនៅក្នុងការធ្វើអត់ដូចគ្នាទេនេះគឺជាការរៀបចំតូចមួយសមស្របជាមួយនឹងសមត្ថភាពម្ចាស់ផ្ទះតែប៉ុណ្ណោះបងប្អូននៅក្នុងការធ្វើតាមលទ្ធភាពហើយដោយសារកម្មវិធីជាក់ស្ដែងនេះគឺយើងរៀបបដូរជានាងផ្ទះចាស់តែប៉ុណ្ណោះបងប្អូនចឹងខ្ញុំនិយាយអំពីដង្វាយនៅក្នុងការរៀបជានាងផ្ទះដែលបងប្អូនអាចធ្វើដោយខ្លួនឯងបានដង្វាយសូមបងប្អូនមានសាសែដែលមានមាន់ស្ងោរមួយពងទាស្ងោរមួយយឺមកបន្ទះក្តាមមួយចានបង្គាមួយចានអំពៅកាត់កង់ដែលមានថ្នាំងនៅកណ្ដាលចំនួន16កណាត់ផ្លែក្រូចថ្លុងធំចំនួន1គូនំឡើង1គូ
ផ្លែឈើ5មុខរៀបដាក់2ចានហើយប្រើតែលាង2កញ្ចប់ផ្លែក្រូចលឿងគឺត្រៀម20គ្រាប់ពីព្រោះក្រូចលឿងនេះគឺយើងយកមករៀបនៅតាមទីតាំងនៃវត្ថុស័ក្តិសិទ្ធិជាដូនជាតាដែលយើងមាននៅក្នុងផ្ទះដើម្បីសែនជូនគាត់ឲ្យដឹងឮថាយើងរៀបចំផ្លាស់ប្ដូរជំនាងផ្ទះចាស់ផ្លាស់មកជាទីតាំងជំនាងផ្ទះថ្មីឲ្យគាត់ទទួលស្គាល់ទទួលដឹងឮជំនាងផ្ទះថ្មីផងហើយមួយកន្លែងបងប្អូនអាចប្រើក្រូចលឿងតែ2ផ្លែបានហើយបន្ថែមលើនោះបងប្អូនកុំភ្លេចភេសជ្ជៈអាចមានទឹកសុទ្ធទឹកក្រូចទឹកតែកុំភ្លេចសម្រាប់ការសែនលោកតាលៀបហើយនិងលោកតាចាស់ស្រុកគឺយើងត្រូវមានស្រាសផងដែរថែមផ្កាស្រស់មកថោផងបងប្អូនណាហើយបើសិនជាបងប្អូនមានលទ្ធភាពលើសនេះបងប្អូនអាចរៀបចំខ្នាតធំមានជ្រូកខ្វៃទាខ្វៃមានម្ហូបអាហារផ្សេងទៀតអាស្រ័យទៅលើសមត្ថភាពរបស់បងប្អូនចាំថាការសែនជំនាងផ្ទះគឺអត់ឲ្យផុតម៉ោង12ថ្ងៃត្រង់ទេការសែនជំនាងផ្ទះនាងខ្ញុំសូមបង្ហាញបងប្អូនតែត្រឹមប៉ុណ្្នឹងទេឥឡូវនាងខ្ញុំត្រឡប់មកបង្ហាញអំពីការសែនថ្វាយខ្លាពំដាវមុននឹងយើងលើកយកមកភ្ជួរដាក់នៅទីតាំងដែលយើងត្រូវភ្ជួរចឹងខ្លាពំដាវគឺជារូបតំណាងដើម្បីការពារនៅព្រលឹងអាក្រក់រឿងអាក្រក់ផ្សេងដែលយើងដាក់តាំងនៅលើទ្វារធំចូលផ្ទះការពារពីមាត់របងបើសិនជាបងប្អូនមានរបងបុកចំទ្វារចូលផ្ទះឬមួយក៏បងប្អូនមានការពិឃាតនៅទីតាំងណាចំទ្វារផ្ទះរបស់បងប្អូនក៏អាចប្រើខ្លាពំដាវនេះបានដែរសែនខ្លាពំដាវយើងអាចសែននៅក្នុងថ្ងៃខាលថ្ងៃរោងចំណែកឯម៉ោងគឺយើងអាចប្រើប្រាស់នៅម៉ោងខាលម៉ោងរោងម៉ោងមមីឬម៉ោងចបានអង្វាយជូនខ្លាពំដាវមានសាច់ជ្រូកហាន់ជាចំណិតស្ដើងប្រហែលមួយចាអាមចំនួន3ចំណិតផ្លែក្រូច2ផ្លែกระดาษតួគីមយើងរៀបតុនៅមុខទ្វារហើយយើងធ្វើពិធីសែនបើកភ្នែកខ្លាដើម្បីអញ្ជើញនៅវិញ្ញាណរបស់គាត់ដើម្បីថែរក្សាផ្ទះរបស់យើងឲ្យមានឫទ្ធិបារមីដេញឧបទ្រពចង្រៃដែលចង់ចូលមកយាយីឲ្យវិនាសសន្តិ